បានតតាំងបានប្រទេសមានអនិស័យជាមួយព្រះជាស្ដេចកាលពីសម័យហ្នឹងហើយបានថ្ងៃនេះបានជើញមកកាន់ថាតាមផ្លូវដែលព្រះជាក៏បានយាងក៏ហើយក៏ជាផ្លូវដែលព្រះមហិន្ទថៃនេះធ្លាប់និមន្តឡើងចុះភ្នំនេះដល់ហើយឥឡូវញោមកំពុងតែឡើងលើភ្នំយ៉ាងស្វាហាប់ពួកមិញឃើញស្វាមួយហើយចឹងស្វាហាប់កំពុងតែធ្វើដំណើរឡើងទៅលើផ្នែកនៃគុហាដើម្បីទៅថ្វាយអង្គមកន្លែងដែលព្រះមហិន្ទថេរលោកបានគង់នៅខ្ញុំមកតើមានរូបថតទៀតឥឡូវនេះហើយចឹងយកគុហាជាទីគង់នៃព្រះមហិន្ទថេរដែលព្រះអង្គបាននិមន្តមកពីជពូទ្វីបប្រទេសឥណ្ឌាហើយបានមកខណ្ឌនគរកោះលង្កាព្រះអង្គបានគង់នៅកន្លែងគុហានេះឯងព្រះអង្គឡាយព្រះមិនដឹងធម៌ជាម្ចាស់ល្អស្អាតសងខំព្រះបុណ្យទ្រង់តែសំខ្ញុំសូមនមស្ការនៅធម៌ប្រពៃពិនវិសេសសិននោះឯងណាកាន់បងដែលអវិជ្ជាគឺបងដែរគេលែងហើយព្រះសង្ឃអសាវៈមានសង្ឃរាសទ្ធាត្រង់កំដោយគុណសាពុទ្ធបរិស័ទទាំងអស់ជាធម្មយាត្រាកំពុងតែធ្វើដំណើរឡើងទៅកាន់កំពូលភ្នំខាងលើនេះតែហៅថាអរតនាកាលៈជាទីកន្លែងដែលព្រះសូមរៈសាមណេរប្រកាសនៅទេវតាសូត្រនៅធម៌សក្គេដើម្បីអញ្ជើញពពួកទេវតាមកស្ដាប់នៅពធព្រះបរមមាចារ្យជានៅកំពូលភ្នំទាំងព្រះសារីរកសូមអ្នកសាមណេរប្រកាសនៅធម៌សក្គេដើម្បីអញ្ជើញពពួកទេវតាដើម្បីមកស្ដាប់នៅព្រះធម៌នៃព្រះមហិន្ទថេរនិងព្រះពុន្ធារូបតំណាងអង្គព្រះមោទិដែលស្ថិតនៅត្រង់ទីថាទាទីអនុទាំងអង្គដោយតែជានៃគុណព្រះវិញ្ញាណយាបានសោមតែភមាចាយានតតេចលថលវិសម័យយាកកានកាបនិយាតថាតាសន្តិកេយ៉ាងមុនិវរវនឹងយ៉ាងមិនដែរកម្លាំងព្រឹសមានកម្លាំងព្រឹសអូហើយទេសភាពជុំវិញមើលកន្លែងសូមរៈសាមណេរអស្ចារ្យទេកន្លែងនេះបងចា៎អូសាធុអូជាកោសាលខ្ញុំសូមអន្តរស័យត្រង់បច្ចេកទេសជាទីកន្លែងទាំងកននិងកន្លែងជាទីបញ្បូជានៅប្រសពនៃព្រះមហិន្ទថេរកន្លែងនេះជាកន្លែងដែលព្រះមហិន្ទថេរបានជួបនៅស្ដេចទេវានាំងពយទេសៈព្រះបរមមាចារ្យដៃព្រមទាំងព្រះសារីរកធាតុនៃព្រះពុទ្ធនិងមហាពោធិប្រឹងដែលគួរនឹងដែលលំអន់លំអោនចិនបរិស័នលើកបងអញ្ញាលីពុទ្ធារូបតំណាងអង្គព្រះមោនីដែលស្ថិតនៅក្រុងទីឋាននេះអនុទាំងអង្គហើយតែចេណៃគុណយកឃើញហើយបងព្រះបាទទេវរាមពយទេសៈនៅនគរកោះលង្កាជួបព្រះមហិន្ទថេរពេលដែលព្រះអង្គយាងមកពីដែនជពូទ្វីបប្រទេសឥណ្ឌាតាមរហូតបាត់នៅស្គាល់តែម្អង្គឯងនេះក៏មកដល់នោះក៏បានមកជួបប្រធេរៈព្រះមហិន្ទថេរនិងសាវករបស់ព្រះមហិន្ទថេរទាំងពួក5ព្រះអង្គនិងឧបាសកម្នាក់ឈ្មោះតែបណ្ឌុកៈក៏ឧបាសកជាអ្នកសម្រេចលើធម៌ជាន់ខ្ពស់អភិញ្ញាហោះហើរបានទីនេះគឺជាមហាសាយចេតិយជាទីដង្កល់នៅប្រធានជើងរលាប្រកេះនៃព្រះសម្មាសម្ពុទ្ធ
តាពៀនណសូមអនុមោទនីប៉ុណ្ណាហើយថ្ងៃនេះគឺថាជាថ្ងៃទី13ហើយបងតែមានជុំបានធ្វើក៏មកទីកណ្ដាលមកលង្កាណាគឺតាមការគួរដោយមកបានជម្រាបញាតិញោមពីមុនមកអញ្ចឹងគឺថាវត្តណាបានប្រមាណគឺក៏នៅប៉ុណ្ណឹងដដែលទេហើយយើងចំណេញបានមួយវត្តទៀតក៏បានខុសណៃណាពីដើមមកយើងរងតែ7វត្តទេមិនអញ្ចឹងទេក៏ប៉ុន្តែយើងធ្វើណាគឺបានដល់8វត្តលើចំនួនរបស់យើងផងក៏គឺប៉ុនអានិសង្ឃប៉ុនញាតិញោមទៅបានច្រើនទៀតចឹងសូមញាតិញោមទាំងអស់អនុមោទនីហើយថ្ងៃនេះគឺថាញាតិញោមក៏បានប្រើឲ្យសមណៈសាមណេរឡើងទៅលើកំពូលភ្នំថ្មនោះឯងហើយនឹងទៅប្រកាសដល់ពពួកទេវតាដែលមិញយើងបានសូត្រធម៌អញ្ជើញដល់ពពួកទេវតានឹងក៏បានប្រកាសប្រកោកចឹងទៅក៏ធ្វើឲ្យទេវតាទាំង10000លោកធាតុទាំងនៅថាដើមព្រឹកព្រៃអីហ្នឹងគឺថាមកជួបជុំគ្នានៅទីកន្លែងហ្នឹងស្ដាប់នៅពធដែលព្រះមហិន្ទថៃសម្ដែងនៅលើភ្នំនឹងឯងបងហើយសម្ដែងហ្នឹងឯងតំណឹងឯងដែលញ៉ាំងឲ្យពួកទេវតាហ្នឹងសម្ដេចធម៌បានច្រើន100សែនអង្គណាបងនៅទីកន្លែងហ្នឹងអញ្ចឹងគឺជាទីទឹកដីដែលព្រះអរហន្តនិមន្តមកដល់ដំបូងគេនៅក្នុងប្រទេសស្រីលង្កាដែលញាតិញោមបានអញ្ជើញមកដល់នៅថ្ងៃដំបូងប៉ុន្តែថ្ងៃទី2អញ្ចឹងគឺថាថ្ងៃទី1ដែលព្រះអរហន្តសកម្មចេសកាហន្តសាពេទេបានេណោសូមអនុមោទនីសូមអនុមោទនីបងសូមអនុមោទនីពេលថ្ងៃទី14ខែមីនាឆ្នាំ2012នេះអ្នកធម្មយាត្រារបស់យើងបានធ្វើដំណើរចូលមកដល់កន្លែងស្រីមហាពោធិព្រឹក្សនៅក្រុងអនុរាធបុរីនៅមហាពោធិប្រឹងដែលគុណវេលំញាថាវេលំសន្តិកំងអាចារ្យលីតំវិមុតអំណាចតំគូនីដែលថាក្រុមទីថាតំវេសំបត្តិទីទីយោត្រៃត្រៃវិសូមបានឃើញផងសំបត្តិទីទីយោនមស្ការឥដមយោស័យដល់គុំគុំទាំងបីពលនោត្រៃលោកាសូមបានសុញោទេយោពេញកោស្មាធិរិយរិជសាកំទូលិសូមចាតុមេបេកសាសូមអនុមោទនីសូមអនុមោទនីបងសូមអនុមោទនីមង្គលំរតនសព្ទិយតសម្ពុសង្ឃានុបាវីនេសដាសុខពុទ្ធបរិស័ទកំពុងតែបូជាបច្ច័យចំពោះទីស្ថានព្រះស្រីមហាពោធិព្រឹក្សនៅក្រុងអនិរិទ្ធបុរីដែលព្រះស្រីពោធិព្រឹក្សនេះបាននាំមកកាន់ដែននគរកោះលង្កាដោយព្រះនាងសង្ឃមតាធិរីហើយបានយកមកដាំនៅក្រុងអនិរិទ្ធបុរីគឺមេឃពោធិព្រឹក្សនៅក្នុងទីកន្លែងនេះឯងដែលពុទ្ធបរិស័ទទាំងអស់បានមកដល់ហើយបានបូជាហើយដោយសេចក្តីជ្រះថ្លាដោយការបូជាបដិបត្តិបូជាហើយនិងការបូជានៅគ្រឿងសក្ការៈមានជីវរជាដើមរួមទាំងបច្ច័យផងដែរបរិទិតវានាអតិតិកវាយពុទ្ធោនត្តសានាអដ្ឋង្គវាយញាយសអធិគមាយនិព្វានសតតិកិយាយយតិតံចតការោនៃព្រះពោធិព្រឹក្សនៅទីកន្លែងដែលញាតិញោមបានមកបូជាទីនេះហើយសេចក្តីជ្រះថ្លាគឺជាការអនុញ្ញាតហើយគឺជាការបានដ៏ពិសេសដែល
ប្រសងនៅទីនេះបានអនុញ្ញាតឲ្យក្រុមពុទ្ធបរិស័ទបានចូលមកបូជាចំពោះម៉ែកព្រះពោធិព្រឹក្សដែលបាននាំមកពីចំពោះទ្វារប្រតិបត្តិបូជាហើយព្រះសក្ការៈចំពោះស្រីមហាពោធិព្រឹក្សហើយក៏បានចូលមកខាងក្រោមហើយថតរូបជុំគ្នាចំពោះទីស្ថាននយោបាយមកដល់ពិសេសនេះគួរដល់នូវសេចក្តីជ្រះថ្លាគ្រប់គ្នាផងទាំងឡាយសត្រូវសូមឲ្យខ្លាយមកជាមិត្តសងតាន់ស្រីលង្កាគឺទីកន្លែងជាពុទ្ធស្ថានដែលព្រះអង្គបានមានកម្មក៏អធិដ្ឋាននៅទីកន្លែងសម្រាប់ដាំដើមមហាពោធិ៍ហើយក៏សម័យកាលក្រោយនៅក្នុងសង្កេតទី3ហ្នឹងក៏បាននាំបាននៅទីនេះដោយពិខុនៃនាងសង្ឃមិត្តាធេរីក៏ថាជាអូនរបស់ព្រះហេមថៃក៏ចាសូមលោកលោកព្រះអង្គតាមនមស្ការនៅទី2ចំពោះតាមហាពោធិ៍ដែលជាទីកន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធក៏ចាសូមអនុមោទនាកាយវន្តនីកាយវន្តនីកាយវន្តនីរីរំដោថ្វាយបង្គំសូមព្រះបរមចារីព្រមទាំងព្រះសារីរកធាននៃព្រះពុទ្ធនិងមហាពោធិព្រឹក្សដែលគួរតែខាងរំអត់លំអន់ចិត្តបរិសុទ្ធលើកំបងហើយជានេះនឹងព្រះពុទ្ធារូបដ៏ក៏នឹងបើជាយកបានឃើញថាឡើងឡើងបន្ទាប់ក៏គឺគេបានមកសមាធិនៅទីជុំវិញនៃដើមមហាពោធិ៍និងក៏ពីដើមពោធិ៍ក៏មានបលិជាងហូរហែរបស់តបានឡើងដល់វិញនឹងក៏មិនមែនជាការថាស្រួលប្រមាណដែរក៏គឺត្រូវតំណាក់តំណងហើយត្រូវចូលមកមានបលិមហារាជគឺថាទីកន្លែងនេះគឺជាទីកន្លែងមួយដ៏ពិសេសពិសាលណាស់ពុទ្ធថាប្រពុត3ព្រះអង្គកន្លងផុតមកហើយក៏គឺបាននាំគេបាននាំដើមមហាពោធិ៍របស់ព្រះអង្គនោះគឺយកមកប្រតិស្ថានដាំទុកនៅទីនេះឯងគ្រប់ប្រពុតទាំង3ព្រះអង្គក៏តាំងពីប្របាទកខុសន្ធោកោណាកមនោហើយប្រពុតទុកពនាមកសបៈហ្នឹងក៏គេបាននាំតែមហាពោធិ៍ដែលព្រះអង្គបានត្រាស់ដឹងក្រោមដើមពោធិ៍ណានោះគឺដើមពោធិ៍នោះក៏បាននាំមកដាំនៅទីកន្លែងនេះហើយអញ្ចឹងគឺថ្ងៃនេះដែលមានការធ្វើបុណ្យហើយជ្រោយទឹកទៅមានការញ័រជួយដីហ្នឹងគឺថាទីហ្នឹងគឺជាទីកន្លែងដាំដើមមហាពោធិ៍អញ្ចឹងមហារាជត្រូវតែតំណាក់តំណងសុំប្របីតារបស់ខ្ញុំរបស់ស្មាហ្នឹងគេថាទៅខាងដែនចម្ពោះទ្វីបហ្នឹងដើម្បីបានមហាពោធិ៍ហ្នឹងយកមកដាំនៅទីនេះក៏គាត់ទៅលើចិត្តហើយហ្នឹងព្រះតបាទទេវនាពយទេសៈហ្នឹងក៏បានចាត់ចែងក៏រៀបចំដើម្បីសរសេរជាសម្បត្តិចិត្តម៉ាយទៅកាន់ដែនចម្ពោះទ្វីបនោះដើម្បីសុំប្របាទក្នុងពិសោធន៍ហ្នឹងឲ្យបញ្ជូនតាមពោធិ៍ហ្នឹងមកកាន់កោះលង្កាហ្នឹងតាមបញ្ញាបលាំងហើយហង្សាពេភាគីភវន្តតេយេតាំងកតាំងសវិតិតាំងកតាំងបញ្ញាចេតសាទេសូមអនុមោទនីបាទហើយចឹងសូមជម្រាបផ្លាស់បង្គំហើយនឹងលោហៈប្រាសាទញាតិញោមត្រូវការថតអីក៏សូមអញ្ជើញតាមការគួរផងនេះទៅថតចុះដើម្បីចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយព្រះសង្ឃអង្គសាវកមានសង្ប្រាំងសទ្ធាត្រង់កំដោយគុណសិលត្រង់គឺសមាធិបញ្ញាមោទនីបរិស័ទបានធ្វើដំណើរចូលមកដល់ទីនេះនៅក្នុងវេលាម៉ោងប្រមាណជា9:50នាទីព្រឹកថ្ងៃទី14ខែមីនាឆ្នាំ2012បន្ទាប់ពីបានថ្វាយបង្គំនៅស្រីមហាពោធិ៍នៅបណ្ដោះទីនេះគឺវត្តអ៊ីស៊ូរូម៉ូនីវត្តអ៊ីស៊ូរូម៉ូនីនៅក្បែរទៅនឹងស្រីមហាពោធិ៍ដែរដើម្បីក្រាបនមស្ការព្រះពុទ្ធទីកន្លែងដ៏លំដាប់ដែលសូមអនុមោទនា
นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโมตลีហើយទីកន្លែងនេះគឺជាទីកន្លែងមួយដែលថាពិសេសសាលដំបូងក៏បានកើតមុនគេមួយក្នុងចំណោមវត្តដែលមាននេះណាក៏នៅក្នុងមហេន្ទលេដែលយកបានជើញទៅពីផ្សំមិញហើយនេះណាក្រោយមកហ្នឹងគេថាទីកន្លែងហ្នឹងស្ដេចនៃកោះលង្កានឹងក៏បានវេដីនឹងថ្វាយដល់ព្រះមហេន្ទថៃនៅពេលដែលព្រះមហេន្ទថៃលោកនិមន្តចូលមកក្រុងអនុរាធបល័យយកទាំងអស់8អាខាងឡើយសូមអនុមោទនីហើយយើងសូមឧទ្ទិសកុសលនេះជូនដល់មេត្តាបិតារបស់យើងទាំងអស់គ្នាក៏បានមកដល់ទីនេះណាបងលើនៃទីទួលដូចជាកូនភ្នំទួយមួយនៅត្រង់កន្លែងវត្តអ៊ីសុរូម៉ូនីអ៊ីសុរូម៉ូនីស្នាមប្របាទដែលព្រះសម្មាសម្ពុទ្ធនៅលើកំពូលភ្នំនេះសូមញាតិញោមទាំងអស់តាអរហតុសម្មាសម្ពុទ្ធស្សអេវ៉ាំវត្តអ៊ីសុរូម៉ូនីមកដល់ខាងលើមានកំពូល2ខាងនោះខាងនេះហើយមានបច្ចេកដីទៀតផងបងណាញោមសូមថ្វាយបង្គំឈ្មោះព្រះបរមចេតិយព្រមទាំងព្រះសាមសានខ្ញុំសូមអនសេរសាចិត្តបង្គំថ្វាយព្រះពុទ្ធកានាក្សានដូចជាទីប្រសំការសតែងសូមអនុមោទនីហើយទីគុហាហ្នឹងឯងដែលជាគុហាដែលកសាងដំបូងគេនៅក្នុងវត្តហ្នឹងបងហើយការកសាងគុហាហ្នឹងហើយបានគេកសាងស្រះទឹកនេះហើយការកសាងហ្នឹងគឺដោយស្ដេចទេវនាមយទេសៈបងដែលបានកសាងរចនារៀបចំនៅទីឋានសម្រាប់ព្រះមហេន្ទថៃលោកគង់អាស្រ័យនេះបើហាក់នឹងស្ដាច់សាធុសមាធិលើជ័យរបស់ព្រះអង្គឲ្យតម្កល់ទុកនៅទីហ្នឹងក្រោយពីឡើងស្រង់ទឹកមកវិញក៏ហៅថាអីក្រោយពីស្រង់ទឹកហើយឡើងមកលើកប្រខណ្ឌជ័យរបស់ព្រះអង្គចេញអំពីទីកន្លែងហ្នឹងដើម្បីនាំទៅមុខទៀតបងប៉ុន្តែលើកទៅវាមិនរួចដោយសារប្រខណ្ឌហ្នឹងគឺមានបញ្ចុះនៅព្រះសរីរកធាតុរបស់ព្រះសម្មាសម្ពុទ្ធតែលើកមិនរួចចឹងទៅនឹងគឺរឿងទី1ហ្នឹងព្រះបាទទុតិយមនីអភ័យក៏បានកសាងនៅបច្ចេកដីនឹងឡើងបងហើយតើរឿងទី2ហ្នឹងថ្ងៃក្រោយមកហ្នឹងគេថាមានបំណងប្រាថ្នាដើម្បីធ្វើចង្ហាន់ប្រគេនលោកបងហើយក៏បានធ្វើដែរក៏ប៉ុន្តែភ្លេចដាក់ម្ទេសដល់ភ្លេចដាក់ម្ទេសដល់ប្រគេនប្រសង់ចឹងទៅក៏បានដាក់ទណ្ឌកម្មខ្លួនឯងហ្នឹងគឺថាព្រះអង្គបានកសាងបច្ចេកដីនេះមួយឡើងដើម្បីឧទ្ទិសនៅក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធហ្នឹងបងអញ្ចឹងសូមញាតិញោមទាំងអស់អនុមោទនីអ្នកមោហួកាន់គោបានត្រាជាសាបញ្ញោមកឋានធ្វើកម្មជាកម្មរមនុស្សនេះក៏ត្រាពំបានតោយ៉ាងលំបាប្រានព្រោះប្រយោជន៍ដល់សំសានខ្ញុំសូមអនសេរសាចិត្តប្រាថ្នាស្វាន់ព្រះរំដោះទុក្ខភ័យអន្តរាយខ្ញុំបានសំរួចចាត់ទុកផងទាំងឡាយសិនត្រូវទោះចិត្តឆ្ងាយសូមឲ្យញាតិញោមបានធ្វើដំណើរមកដល់កាន់ទីនេះគឺជាទីសធប់នៃសធប់មួយដែលមានឈ្មោះថាធបារាមដែលជាសធប់ដង្កល់នៅឆ្អឹងដងកំបិតនៃព្រះសម្មាសម្ពុទ្ធហើយញាតិញោមប្រពន្ធសត្វកំពុងតែបូជាចំពោះទីនៃធបារាមសមាទិតានៅផ្កាឈូកដ៏សំប្រណិតចំពោះព្រះដ៏មានប្រភាកក៏ដូចជាចំពោះបច្ចេកដីទីដង្កល់នៅអខកធាតុគឺឆ្អឹងដងកំបិតនៃព្រះដ៏មានប្រភាកសាធ